កុសលចិត្តខ្មៅចិត្តល្អចិត្តខ្មៅចិត្តល្អចិត្តកខ្វក់ញោមគេហៅថាអកុសលចិត្តមនុស្សយើងកាលណាដែលមានចិត្តទាំងអស់ហ្នឹងអាក្រក់ទាំងអស់មនុស្សយើងអាក្រក់ទាំងអស់ញាតិញោមទាំងឡាយធ្លាប់ឮពាក្យថាអកតេ4យ៉ាងឆន្ទាកតេបងទោសាកតេមោហាកតេភយាកតេណាមនុស្សយើងលុះក្នុងអំណាចទោសៈហ្នឹងក៏មានដែរឧទាហរណ៍ថាអ្នកណាម្នាក់មកសុំអ្វីពីយើងមកពឹងពាក់អាស្រ័យអ្វីជាមួយយើងដល់ពេលយើងនឹងខឹងក្រោធចំពោះបុគ្គលហ្នឹងក៏អកតេដែរណាញោមបងអកតេលំអៀងមិនមែនទាល់តែលោភៈស្រឡាញ់រាប់អានទើបហៅថាអកតេនោះក៏ទេដែរសំបីតការខឹងក៏អកតេដែរមួយទៀតការស្រឡាញ់ឆន្ទាកតេការស្រឡាញ់ការរាប់ការស្រឡាញ់ការស្និទ្ធស្នាលអ្នកណាម្នាក់ដែលស្និទ្ធស្នាលជាមួយយើងឲ្យតម្លៃជាងយើងលើកតម្កើងគេខ្លាំងជាងដល់ពេលគេអត់សូវស្និទ្ធស្នាលជាមួយយើងពងើយដាក់ហ្នឹងក៏អកតេដែរណាញោមបងមួយទៀតមោហៈការមិនដឹងការល្ងងក៏អកតេដែរវិនិច្ឆ័យរឿងអីមួយមិនចេះមិនដឹងបងណាអាហ្នឹងក៏អកតេដែរណាញោមមិនមែនទាល់តែស្រឡាញ់ទាល់តែស្អប់ទើបថាអកតេសូម្បីតែការមិនដឹងអីក៏អកតេដែរសុទ្ធតែលុះក្នុងអំណាចអកតេទាំងអស់បងសុទ្ធតែលុះក្នុងអំណាចអកតេទាំងអស់ដែលអាចកើតច្រើនជាងគេបំផុតនៅក្នុងជីវិតជាប្រចាំថ្ងៃរបស់ពុទ្ធជនគឺលោភៈទោសៈមោហៈ3យ៉ាងគឺកើតច្រើនជាងគេចំណែកខាងកុសលដែលជាធម្មជាតិល្អសភាវៈល្អមិនងាយកើតឡើងទេសម្រាប់ពុទ្ធជនយើងគឺមិនងាយកើតឡើងតែម្ដងកើតឡើងបានតិចតួចបំផុតមនុស្សយើងកើតឡើងបានតិចតួចបំផុតកុសលយើងវែកញែកមើលចិត្តរបស់យើងសពថ្ងៃបងក្តៅតែហ្មងណាក្តៅដោយរាគៈក្តៅដោយទោសៈក្តៅដោយមោហៈក្តៅងុំបងក្តៅងុំនៅតែម្ដងចិត្តរបស់មនុស្សយើងសពថ្ងៃក្តៅដោយរាគៈក្តៅដោយទំរេក្តៅដោយការចង់បានអាហ្នឹងគឺសត្វសឹងតែជាបពួកលោភៈទាំងអស់បងសត្វសឹងតែជាលោភៈទាំងអស់ក្តៅដោយអំណាចទោសៈចំណែនមើលមុខគេមិនបានអញ្ចឹងណាហ្នឹងគឺសត្វសឹងតែជាបពួកទោសៈទាំងអស់ក្តៅដោយសេចក្តីសង្ស័យរវើរវាយអាហ្នឹងគឺសត្វសឹងតែជាបពួកមោហៈទាំងអស់អញ្ចឹងធម្មជាតិរបស់ពុទ្ធជនធម្មជាតិចិត្តរបស់ពុទ្ធជនគឺមានប្រក្តីត្រាច់ទៅក្នុងអកុសលចិត្តហ្នឹងឯងច្រើនហួសប្រមាណណាច្រើនហួសប្រមាណក្រៃលែងអញ្ចឹងយើងរៀននេះគឺដើម្បីលះទាំងអស់ហ្នឹងយើងណាអាក្រក់ត្រឹមមានកេះអាក្រក់មែនតើលោភៈកើតឡើងក៏ហៅថាមនុស្សអាក្រក់ទោសៈកើតឡើងក៏អាក្រក់មោហៈកើតឡើងក៏អាក្រក់យកទៅមែនតើហ្មងណាអាក្រក់មែនតើហ្មងថ្វាយអង្គមចាស់គ្រូបងចឹងសិតតែអាក្រក់ទាំងអស់ញោមឲ្យតែមានកិលេសហ្នឹងគឺអាក្រក់ទាំងអស់ដល់ពេលដកនៅលោភៈដកនៅទោសៈដកនៅមោហៈចេញមនុស្សហ្នឹងទៅជាមនុស្សល្អគេហៅថាមនុស្សម្នានឹងគេនឹងឯងដែរអញ្ចឹងណាដូចថាយើងរស់នៅក្នុងសង្គមមិត្តភ័ក្តិសព្រមចារីណាញោមរៀនមើលចំណុចល្អរៀនដឹងគុណអ្នកដទៃបានច្រើនញោមរៀនដឹងគុណអ្នកដទៃបានច្រើនអ្នកដទៃដោយហើយទៅសម្បីតែអ្នកនោះធ្លាប់ឲ្យទឹកយើងពិសាមួយកែវក៏យើងត្រូវមើលចំណុចល្អរបស់គេដែរណាកាលណាដែលយើងមើលចំណុចល្អរបស់គេមិនឃើញពេលទោសៈកើតឡើងកំងកំាំងគ្រិះគ្រុះហ្នឹងញោមអញ្ចឹងយើងរៀនមើលចំណុចល្អរបស់គេតាំងពីគេឲ្យទឹកយើងពិសាមួយកែវកាលណាដែលគេឲ្យទឹកយើងពិសាមួយកែវគេនឹងឯងមានចំណុចល្អមកកាន់យើងអញ្ចឹងយើងត្រូវរិះមើលចំណុចល្អរបស់គេនឹងគឺទោសៈមិនងាយកើតមានទេណាញោមអ្នកដែលទោសៈច្រើនភាកច្រើនតែងតែរស់នៅម្នាក់ឯងញោមរស់នៅជាមួយនឹងអ្នកដទៃអត់កើតទេពីព្រោះខ្លួនឯងប្រកាន់ច្រើនទោសៈច្រើនខឹងច្រើនគឺអត់សូវមានបរិស័ទអត់សូវមានញាតិមិត្តណាមក
chom rôm ở sau miền nhiệt Việt Nam mà nó cả bài đấy nè nhung nâng cứ nè đá sâm bồ tô sạ tràn bỏ sâm bồ tô sạ tràn hay nè đá sâm bồ tô sạ tràn nâng cứ bận tọm pi slap tới tay tới cả nạ bài nó không sớm mai muối ព្រះសម្មាសម្ពុទ្ធជាម្ចាស់ពេលដែលព្រះអង្គត្រាស់ដឹងហ្នឹងគឺមានព្រាហ្មណ៍ម្នាក់ចូលទៅរកព្រះសម្មាសម្ពុទ្ធដល់ពេលចូលទៅដល់ហើយក៏ក្រាបថ្វាយបង្គំព្រះអង្គរួចហើយក៏សាកសួរព្រះអង្គពីសុខភាពព្រះអង្គយ៉ាងម៉េចហើយរស់នៅប្រកបដោយសុខភាពល្អឬទេសួរព្រះអង្គហូរហាសួររួចក៏ស្ថិតនៅក្នុងទីដ៏សមគួរហើយក៏បានដាក់សំណួរទៅកាន់ព្រះអង្គមួយពាក់ព័ន្ធនឹងធម៌ថាបបិទ្ធសមណគោតមដ៏ចម្រើនមានអ្វីជាហេតុមានអ្វីជាបច្ច័យបានជាសត្វពួកខ្លះក្នុងលោកនឹងឯងបន្ទាប់ពីស្លាប់ទៅធ្លាក់ទៅកាន់អបាយភូមិធ្លាក់ទៅកាន់នរកប្រែតអសុរកាយដេរឆានហេតុអីបានជាធ្លាក់អញ្ចឹងពេលនោះព្រះសម្មាសម្ពុទ្ធព្រះអង្គក៏បានឆ្លើយទៅវិញថាព្រាហ្មណ៍មនាលព្រាហ្មណ៍សត្វទាំងឡាយក្នុងលោកនេះតែងតែស្លាប់ទៅហើយកើតក្នុងនរកប្រែតអសុរកាយដេរឆានណាដោយសារតែម្ចាស់ដោយសារតែការប្រព្រឹត្តមិនស្មើគេហៅថាប្រព្រឹត្តមិនស្មើអធម្មចរិយវិសមៈហេតុភាសាបាលីគេថាអញ្ចឹងណាអធម្មចរិយវិសមៈហេតុហ្នឹងគឺថាអធម្មចរិយហ្នឹងគឺប្រព្រឹត្តធម៌មិនប្រព្រឹត្តនៅសភាវៈដែលមិនមែនជាធម៌ប្រព្រឹត្តនៅសភាវៈដែលមិនមែនជាធម៌ហ្នឹងគឺសំដៅដល់អត់មានសិលព្រោះអត់មានសិលមិនមែនជាធម៌ហ្នឹងគឺស្មើដល់អកុសលចិត្តកើតឡើងអកុសលចិត្តកើតឡើងមានលោភៈផងមានទោសៈផងមោហៈផងវិសមៈហេតុវាអត់ស្មើគ្នាអញ្ចឹងអកុសលទាំងអស់នឹងឯងវាកើតឡើងជាប្រកដីក្នុងចិត្តរបស់បុគ្គលហ្នឹងពេលខ្លះក៏លោភៈទៅពេលខ្លះក៏ទោសៈទៅមនាលព្រាហ្មណ៍បុគ្គលដែលមានលោភៈផងមានទោសៈផងមានមោហៈផងបន្ទាប់ពីស្លាប់ទៅតែងតែទៅកើតក្នុងអបាយភូមិណាតែងតែទៅកើតក្នុងអបាយភូមិនឹងឯងគឺព្រះសម្មាសម្ពុទ្ធព្រះអង្គឆ្លើយទៅកាន់ព្រាហ្មណ៍ម្នាក់ដោយពាក្យអញ្ចឹងឆ្លើយទៅកាន់ព្រាហ្មណ៍ម្នាក់ដោយពាក្យអញ្ចឹងព្រាហ្មណ៍ហ្នឹងក៏ចាប់ផ្ដើមសួរព្រះអង្គទៀតបបិទ្ធសមណៈហេតុអ្វីបានជាមនុស្សពួកខ្លះហ្នឹងបន្ទាប់ពីស្លាប់ទៅកើតក្នុងឋានសួគ៌ទៅកើតក្នុងទេវលោកព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គឆ្លើយថាមកពីសត្វនឹងឯងប្រព្រឹត្តនៅធម្មជាតិដែលជាធម៌គឺមានសិលហើយនឹងព្យាយាមទប់នៅអកុសលក៏មកកើតឡើងណាព្យាយាមទប់នៅអកុសលក៏មកកើតឡើងអញ្ចឹងញោមគិតមើលអបាយភូមិជាកន្លែងដែលមានសេចក្តីទុក្ខខ្លាំងអបាយភូមិប្រែតនរកអសុរកាយនឹងជាកន្លែងដែលមានសេចក្តីទុក្ខខ្លាំងដល់ពេលមានសេចក្តីទុក្ខខ្លាំងបែបនេះយើងមិនក៏បីទៅទេយើងក៏បីរកវិធីសាស្ត្រកុំឲ្យយើងនឹងធ្លាក់ទៅម្ដងទៀតណាពីព្រោះថាមិនងាយបានឡើងមកកើតជាមនុស្សទេកើតយូរបានកើតម្ដងអញ្ចឹងរកវិធីសាស្ត្រកុំឲ្យកើតទៅទៀតវិធីសាស្ត្រមានច្រើនបែបច្រើនយ៉ាងញោមនៅក្នុងធម៌ព្រះសម្មាសម្ពុទ្ធមានច្រើនបែបច្រើនយ៉ាងណាគឺអ្វីដែលសំខាន់ទោះបីជាយើងបដិបត្តិសមថៈក្តីវិបស្សនាក្តីអ្វីដែលសំខាន់គឺក្នុងគោលបំណងទីមួយគឺលះនៅអកុសលលះនៅអកុសលលះកុំឲ្យវាកើតឡើងឥឡូវឧទាហរណ៍ជាលោភៈកើតឡើងរកវិធីសាស្ត្រវាយ៉ាងម៉េចកុំឲ្យវាកើតឡើងយើងត្រូវពិចារណាភាពមិនទៀងពិចារណាអសពឧទាហរណ៍ថាឃើញវត្ថុមួយស្អាតយើងចង់បានឃើញឡានទំនើបទើបចេញថ្មីមកទូរស័ព្ទទំនើបទើបទៅចេញថ្មីមកយើងចង់បានដល់ពេលយើងចង់បានអញ្ចឹងរកវិធីសាស្ត្រយ៉ាងម៉េចទប់កុំឲ្យវាកើតឡើងគឺទប់តាមរយៈការពិចារណានៅអនិច្ចតធម៌ធម៌មិនទៀងរូបរាងកាយនេះរូបរាងកាយរបស់អញក៏មិនទៀងជីវិតរបស់អញក៏មិនទៀងហើយវត្ថុដែលអញត្រូវការនោះក៏មិនទៀងចិត្តដែលត្រូវការនោះក៏មិនទៀងទីទៀតក៏បែកធ្លាយរូបរាងកាយរបស់អញទីទៀតក៏ត្រូវគេដុតចោលគេបូជាចោលគ្មានអ្វីទៀងទាត់ទេ
ពិចារណាអញ្ចឹងលោភៈក៏ចុះខ្សោយដែរលោភៈចុះខ្សោយដល់ពេលមួយទៀតណាពេលដែលទោសៈកើតឡើងទោសៈកើតឡើងពេលខ្លះមិនងាយកើតឡើងជាមួយនឹងវត្ថុដែលអត់វិញ្ញាណទេគឺភាគច្រើនកើតជាមួយនឹងវត្ថុដែលមានវិញ្ញាណមនុស្សសត្វអញ្ចឹងណាជាដើមអញ្ចឹងពេលណាដែលកើតជាមួយនឹងមនុស្សដូចគ្នាពេលដែលទោសៈកើតឡើងគឺព្យាយាមរកចំណុចល្អរបស់បុគ្គលនឹងឲ្យឃើញឲ្យមែនតែនណាប្រោតអារម្មណ៍ទៅកាន់សេចក្តីល្អរបស់គេនោះណាប្រោតអារម្មណ៍ទៅកាន់សេចក្តីល្អរបស់គេអូម្នាក់នោះដែលអញខឹងហ្នឹងគឺអ្នកនឹងឯងកាលពីមុនធ្លាប់បានធ្វើសេចក្តីល្អបែបនេះដាក់អញមនុស្សដែលអញកំពុងតែខឹងនេះកាលមុនហ្នឹងគឺជាអ្នកដែលធ្លាប់ណាធ្វើនៅប្រយោជន៍អ្វីមួយដាក់អាត្មាអញការដែលពិចារណាបែបនេះគឺឈ្មោះថាទប់កុំឲ្យទោសៈកើតឡើងអញ្ចឹងហើយមួយទៀតយើងពិចារណាអំពីវដ្តសង្សារនេះអញទៅខឹងបុគ្គលនឹងខឹងធ្វើអីបើបុគ្គលនឹងធ្លាប់កើតជាម្ដាយរបស់អញនៅនឹងពីក្នុងសង្សារវដ្តបុគ្គលម្នាក់ក៏ធ្លាប់កើតជាឪពុករបស់អញនឹងបុគ្គលម្នាក់នោះក៏ធ្លាប់កើតជាបុត្រឬក៏ស្វាមីឬក៏ភរិយារបស់អញបុគ្គលម្នាក់នោះធ្លាប់កើតជាមិត្តសម្លាញ់ដ៏ស្និទ្ធស្នាលរបស់អញបុគ្គលម្នាក់នោះធ្លាប់កើតជាមនុស្សម្នាក់ដែលចេះជួយអញដល់ពេលយើងពិចារណារកសេចក្តីល្អពិចារណានៅក្នុងសង្សារវដ្តក៏ឃើញថាសត្វលើโลกនេះគ្មានអ្នកណាម្នាក់គួរឲ្យស្អប់ទេណាញោមទាំងអស់គ្នាគ្មានអ្នកណាម្នាក់គួរឲ្យស្អប់គ្មានអ្នកណាម្នាក់គួរឲ្យខឹងទេសុទ្ធតែជាសត្វគួរឲ្យស្រឡាញ់គួរឲ្យរាប់អានទាំងអស់ទាំងគ្នាណាគួរឲ្យស្រឡាញ់គួរឲ្យរាប់អានទាំងអស់បើសិនថាយើងរស់នៅលើโลกនេះក៏អប់ចិត្តរបស់យើងគឺអប់ទៅដោយទោសៈអប់ទៅដោយទោសៈងុំទៅដោយទោសៈការរស់នៅក៏អត់បានសេចក្តីសុខអត់មានសេរីសួស្តីញោមកាលណាទោសៈកើតឡើងបញ្ចេញសម្លេងមកតាមវាចាក៏មិនល្អបញ្ចេញអាការៈមកតាមកាយក៏មិនល្អបញ្ចេញគំនិតមកតាមចិត្តក៏មិនល្អចឹងសិតតែមិនល្អទាំងអស់ណាញោមឲ្យតែចិត្តខឹងកើតឡើងសិតតែមិនល្អទាំងអស់បើសិតតែមិនល្អទាំងអស់ចឹងសពសត្វទាំងអស់អ្នកណាក៏ដូចអ្នកណាដែរគេតែងតែប្រាថ្នានូវសេចក្តីសុខគ្រប់គ្នាណាញោមទាំងអស់គ្នាសត្វលោកហ្នឹងគឺខ្វះត្រង់ចំណុចហ្នឹងបានតែចេះតែឆ្លោះគ្នាទាស់តែងគ្នាវត្ថុរបស់របរកាន់តែទំនើបទឹកចិត្តពីខាងក្នុងរបស់សត្វទាំងឡាយកាន់តែវិនិច្ឆ័យទៅបើកាន់តែវិនិច្ឆ័យទៅណាពីព្រោះថាបានតែខាងក្រៅខាងក្នុងអត់បានទូរួយអត់បានអប់រំទូនមានណាអត់បានអប់រំទូនមានអញ្ចឹងយើងទាំងអស់គ្នាមានសំណាងបានអប់រំទូនមាននៅធម៌វិន័យព្រះសម្មាសម្ពុទ្ធតាមរយៈការសិក្សារៀនធម៌របស់ព្រះអង្គអញ្ចឹងពិតជាមានសំណាងណាហើយការរៀនសូត្រនេះគឺមានកំណត់គឺអភិធម្ម9បរិច្ឆេទនេះរៀនមួយឆ្នាំជាងនឹងរៀនតាមទូរស័ព្ទគឺរយៈពេលមួយឆ្នាំជាងហ្នឹងដល់ពេលរៀនផ្ទាល់3ខែ4ខែចប់9បរិច្ឆេទគឺថាហេតុអីបានជាលឿនអញ្ចឹងមិនរៀនយូរខ្ញុំធ្លាប់រៀននៅជាមួយគ្រូខ្ញុំឯនោះមួយបរិច្ឆេទមួយឆ្នាំ2ឆ្នាំបានចប់លោកម្ចាស់បរៀនលឿនអញ្ចឹងខុសដឹងកុំគិតអញ្ចឹងណាញោមទាំងអស់គ្នាញោមត្រូវគិតថាបទពិសោធន៍គ្រូមួយមិនដូចគ្នាទេតែងតែខុសគ្នាខ្លះអញ្ចឹងណាខុសគ្នាខ្លះហើយសំខាន់គឺយើងចូលទៅរកមេរៀនរបស់ព្រះសម្មាសម្ពុទ្ធឲ្យបានដល់គោលដៅមួយគោលដៅនោះគឺពេលដែលវត្ថុចង់បានកើតឡើងយើងអត់ចង់បានពេលដែលអារម្មណ៍ដែលនាំឲ្យខឹងកើតឡើងយើងអត់ខឹងណាពេលដែលអារម្មណ៍នាំឲ្យវែងកើតឡើងយើងអត់វែងតាមនឹងឯងគឺជាជោគជ័យក្នុងការសិក្សារៀនសូត្ររបស់យើងបងតែបើសិនថារៀនសូត្រហើយខឹងកាន់ខ្លាំងជាងមុនទាស់ក៏ខ្លាំងជាងមុនបងរឹងត្អឹងក៏ខ្លាំងជាងមុនមាននេះក៏ខ្លាំងជាងមុនការសិក្សាបែបនោះគេហៅថាសិក្សាដូចចាប់ពស់ត្រង់កន្ទុយមេរៀននឹងឯងតែងតែមកបៀតបៀនយើងវិញឧទាហរណ៍ថាអញជាអ្នកចេះដឹងច្រើនអញមិនសម័យស្ដាប់ណាទេញោមមនុស្សយើងកាលណាដែលជឿជាក់លើខ្លួនឯងខ្លាំងពេក
នឹងឯងគឺជាចំណុចខ្សោយរបស់មនុស្សបងឥឡូវប៉ុណ្្នឹងឯណាញោមណាបែករៀងឆ្ងាយតិចឲ្យវត្តញាតិញោមទាំងអស់គ្នាកុំឲ្យញាតិញោមសិតតែសប្បុរសទាំងអស់គ្នាប៉ុន្តែឲ្យវត្តទៅខ្លាចថាមានសតិភ្លៀងផ្្លាត់ត្រង់ចំណុចណាក៏យកទៅគិតថែមទៀតព្រោះថាយើងទាំងអស់គ្នាសុទ្ធសឹងតែជាអ្នកនៅមានកលេសប៉ញោមអាត្មានឹងពន្យល់នៅក្នុងមោហៈតទៀតណាពីថ្ងៃមុនយើងរៀនដល់មោហៈមោហៈមាន2ដួងមោហៈមាន2ដួងមោហៈមាន2ដួងគឺទី1វិជិកិច្ឆាទី2គឺឧទ្ធញ្ចៈវិជិកិច្ឆាហ្នឹងគឺអ្វីវិជិកិច្ឆាគឺសេចក្តីសង្ស័យវិជិកិច្ឆាគឺសេចក្តីសង្ស័យនៅអ្វីគឺសង្ស័យនៅក្នុងគុណព្រះរតនត្រ័យដោយអាត្មាបានបញ្យល់ពីម្សិលមិញសង្ស័យនៅក្នុងគុណព្រះរតនត្រ័យនឹងយ៉ាងម៉េចអូព្រះពុទ្ធមានមែនអត់ព្រះធម៌នឹងមានមែនអត់ព្រះសង្ឃនឹងមានមែនអត់ការសង្ស័យបែបនេះគេហៅថាមោហៈបងការសង្ស័យបែបនេះគេហៅថាមោហៈដូចយើងពេលខ្លះយើងមិនតន់អស់ទៀតណាញោមវិជិកិច្ឆាហ្នឹងវិជិកិច្ឆាមោហៈហ្នឹងអូព្រះពុទ្ធដូចមិនទេព្រះពុទ្ធមានមែនអត់អញ្ចឹងណាហ្នឹងព្រះធម៌មានមែនអត់ព្រះធម៌នឹងយ៉ាងម៉េចទេណាខ្ញុំស្ដាប់ធម្មកថាខាងនេះសំដែងចេះក្នុងខ្ញុំស្ដាប់ធម្មកថាអីនោះនិយាយចុះដូចអត់ស៊ីចង្វាក់គ្នាសោះណែញោមអានឹងវិជិកិច្ឆាកើតឡើងណាញោមអានឹងគេហៅថាវិជិកិច្ឆាអញ្ចឹងបើសិនថាចិត្តបែបនឹងកើតឡើងញោមអាត្មាជឿជាក់ថាញោមទាំងអស់គ្នាធ្លាប់មានសភាវៈអញ្ចឹងស្ដាប់ពីអញ្ចេះលឺអញ្ចេះស្ដាប់ពីចុះលឺចុះអញ្ចឹងធัวពិតយ៉ាងម៉េចអញ្ចឹងដើម្បីកុំឲ្យចិត្តបែបនឹងកើតឡើងគឺញោមចំណាយពេលមករៀនសូត្រខ្លួនឯងព្រោះរៀនសូត្រនេះបានយល់ដល់ពេលគេនិយល់គេស្ងៀមស្ងាត់លោកសំដែងបែបហ្នឹងក៏ត្រូវបែបនេះក៏ត្រូវអញ្ចឹងណាព្រោះដូចកម្មដ្ឋានដូចគ្នាកម្មដ្ឋានបែបអាណាបាណសតិក៏ត្រូវតាមមាគ៌ារបស់ព្រះអង្គកម្មដ្ឋានបែបវិបស្សនាក៏ត្រូវតាមមាគ៌ារបស់ព្រះអង្គកម្មដ្ឋានបែបពុទ្ធានុសតិអនុសតិ10ក៏ត្រូវតាមមាគ៌ារបស់ព្រះអង្គព្រោះព្រះថេរៈដែលដឹកនាំយើងចម្រើនអាណាបាណសតិមកពីលោកហ្នឹងឯងមានអធិស្ឋ័យចម្រើនអាណាបាណសតិបានលោកដឹកនាំយើងធ្វើអញ្ចឹងព្រះថេរៈដែលដឹកនាំយើងចម្រើនវិបស្សនាកំណត់នៅរូបធម៌នាមធម៌នាមរូបបរិច្ឆេទញ្ញាណមកពីលោកនឹងឯងមានអធិស្ឋាយចម្រើនបែបហ្នឹងអញ្ចឹងណាព្រះថេរៈដែលដឹកនាំយើងចម្រើនពុទ្ធានុសតិឲ្យបរិកម្មអរហង្គមកពីលោកហ្នឹងចូលចិត្តធ្វើអញ្ចឹងអញ្ចឹងអត់មានអ្នកណាខុសអ្នកណាត្រូវទេបើសានកវត្តមានខ្លងទ្វារ4ឧទាហរណ៍អញ្ចឹងណាទៅពីខាងណាក៏ដល់ដូចគ្នាទៅពីទិសខាងជើងក៏ដល់ទៅពីទិសខាងលិចក៏ដល់ដែរអត់មានថាតលទិសខាងនេះទើបទៅដល់ទេណាញោមអញ្ចឹងវិជិកិច្ឆាគឺតែងតែកើតឡើងសម្រាប់អ្នកដែលសិក្សារៀនសូត្រតិចតួចបងអ្នកដែលសិក្សារៀនសូត្រតិចតួចហ្នឹងគឺមោហៈវិជិកិច្ឆានឹងកើតឡើងអញ្ចឹងញាតិញោមទាំងអស់គ្នាត្រូវចំណាំទុកថាវិជិកិច្ឆាគឺសង្ស័យនៅក្នុងគុណព្រះរតនត្រ័យវិជិកិច្ឆាគឺសង្ស័យនៅក្នុងគុណព្រះរតនត្រ័យហ្នឹងដល់ពេលមោហៈដួងទី2ណាមោហៈដួងទី2គឺឧទ្ធញ្ចៈបងឧទ្ធញ្ចៈហ្នឹងដូចមិនដេចឧទ្ធញ្ចៈហ្នឹងគឺភាសាខ្មែរយើងថារវើរវាយអណ្ដែតដងណាឧទ្ធញ្ចៈគឺរវើរវាយអណ្ដែតដងដូចជាក្នុងគណៈដែលរៀនសូត្របែបនេះណាពេលនោះចិត្តក៏អណ្ដែតដងទៅតាមពាក្យសម្ដីអណ្ដែតដងនឹកឃើញនេះនឹកឃើញនោះអានឹងឧទ្ធញ្ចៈកើតឡើងឧទ្ធញ្ចៈរវើរវាយគឺរវើរវាយក្នុងរឿងខុសក្នុងរឿងខុសណាខ្ញុំអណ្ដែតដងតែបើសិនថាយើងនឹកឃើញអណ្ដែតដងទៅក្នុងការធ្វើសេចក្តីល្អនឹងកុសលចិត្តកើតឡើងបើអណ្ដែតដងនេះបន្តិចនោះបន្តិចផងនឹងគឺឧទ្ធញ្ចៈញាតិញោមទាំងឡាយធ្លាប់ដេកមិនលក់ឲ្យពេលខ្លះដេកមួយយប់ទល់ភ្លឺដូចជាមិនឆ្អែតសោះយល់សពក៏មិនជាយល់សពដេកលក់ក៏មិនជាដេកលក់អានឹងគេហៅថាឧទ្ធញ្ចៈចិត្តព្រោះឧទ្ធញ្ចៈចិត្តកើតឡើងពេលខ្លះដូចជាមកគោះទ្វារពេលខ្លះដូចមាននរណាម្នាក់មកនៅជើងក្រែហ្នឹងគឺឧទ្ធញ្ចៈកើតឡើងណាឧទ្ធញ្ចៈកើតឡើងហ្នឹងបងចឹងឧទ្ធញ្ចៈហ្នឹងមិនងាយលះទេណាញោមមិនងាយលះទេឧទ្ធញ្ចៈហ្នឹងនោះអរហត្តមគ្គបានលះដាច់ឧទ្ធញ្ចៈហ្នឹង
ចឹងមោហៈមាន2ដួងបងគឺ2ដួងហ្នឹងគឺដួងទី1ក៏ឧបេក្ខាដួងទី1ក៏ឧបេក្ខាដួងទី2ក៏ឧបេក្ខាដែរបើយើងនិយាយពីវេទនាប្រភេទវេទនាហ្នឹងគឺដួងទី1ជាឧបេក្ខាវេទនាដួងទី2ក៏ជាឧបេក្ខាវេទនាដែរអញ្ចឹងអកុសលចិត្តទាំងអស់12គឺលោភៈ8ណាញោមលោភៈ8ដួងទោសៈ2ដួងមោហៈ2ដួងដួងហ្នឹងស្អីគេតែញោមដួងគឺជាពាក្យមួយសម្រាប់រាប់ចំនួនដាក់ខាងចុងឧទាហរណ៍ថាសាប៊ូមួយដុំទៀនមួយដើមឡានមួយគ្រឿងអញ្ចឹងណាអញ្ចឹងមួយដើមមួយដុំមួយគ្រឿងហ្នឹងជាស្អីថាអត់ទៀនហ្នឹងគឺសម្រាប់គេប្រើក្នុងវត្ថុនោះដល់ពេលមកប្រើជាមួយនឹងចិត្តចេតសិកគេប្រើដួងវិញដួងវិញអាហ្នឹងដួងវិញចិត្តមួយដួងពីរដួងអញ្ចឹងលោភៈ8ដួងទោសៈ2ដួងមោហៈ2ដួងអញ្ចឹងអាត្មាសរុបនៅក្នុងអកុសលចិត្តទាំង12ដួងណាសរុបនៅក្នុងអកុសលចិត្តទាំង12ដួងវេទនាវេទនាគឺមានន័យថាការសោយអារម្មណ៍វេទនាមានទាំងអស់វាមាន5តើនៅក្នុងអកុសលចិត្តហ្នឹងមានវេទនាខ្លះក្នុងអកុសលចិត្ត12វាមានសោមនស្សវេទនាមានឧបេក្ខាវេទនាមានទោមនស្សវេទនាសោមនស្សវេទនានឹងមានប៉ុន្មានសោមនស្សវេទនាក្នុងអកុសលចិត្ត12គឺមានតែ4ដួងទេ4ដួងនឹងនៅឯណាគឺនៅក្នុងលោភៈ8ដួងនៅក្នុងលោភៈ8ដួងដល់ពេលឧបេក្ខាថាមាញ់មានប្រមាណយោមាន6មែនទេជាង6នៅឯណា6ហ្នឹងគឺនៅក្នុងលោភៈហ្នឹង4ដួងនៅក្នុងមោហៈហ្នឹងគឺ2ដួង6ដួងអញ្ចឹងដល់ពេលវេទនាមួយទៀតគឺតោមនស្សវេទនាតោមនស្សវេទនានៅឯណាតោមនស្សវេទនាគឺនៅក្នុងទោសៈមូលចិត្ត2ដួងនៅក្នុងទោសៈមូលចិត្ត2ដួងណាអញ្ចឹងណាទោសៈមូលចិត្ត2ដួងអញ្ចឹងហ្នឹងគឺនៅក្នុងអកុសលចិត្ត12វេទនាមាន3ប្រភេទណាញោមវេទនាមាន3ប្រភេទគឺសោមនស្សវេទនាតោមនស្សវេទនាហើយនឹងឧបេក្ខាវេទនាសោមនស្សតោមនស្សឧបេក្ខាសោមនស្សបញ្ជាក់ម្ដងទៀតសោមនស្សមាន4ណាញោម4នឹងនៅឯណាគឺនៅក្នុងលោភៈ8ដល់ពេលតោមនស្សមានប៉ុន្មានមាន2ហ្នឹងគឺនៅឯណាគឺនៅក្នុងតោមនស្សណាមាន2គឺនៅក្នុងទោសៈ2ដួងដល់ពេលឧបេក្ខានឹងមាន6នឹងនៅឯណាគឺនៅក្នុងលោភៈហ្នឹង8គឺដួងទី5ទី6ទី7ទី8ហើយនៅក្នុងមោហៈ2គឺមោហៈដួងទី1និងមោហៈដួងទី2បងដល់ពេលតថេកតសម្ពយុត្តនៅក្នុងអកុសលចិត្ត12តថេកតសម្ពយុត្តមានប៉ុន្មានតថេកតសម្ពយុត្តគឺមាន4គឺនៅក្នុងលោភៈហ្នឹងណាញោមដល់ពេលតថេកតវិបយុត្តហ្នឹងមានប្រមាណគឺមាន4ដែរគឺនៅក្នុងលោភៈដល់ពេលបដិខៈសម្ពយុត្តមានប្រមាណមាន2គឺនៅក្នុងទោសៈ2ដួងវិជេកឆាសម្ពយុត្តមានប្រមាណវិជេកឆាសម្ពយុត្តហ្នឹងគឺមាន1គឺនៅក្នុងមោហៈដួងទី1ហ្នឹងដល់ពេលឧទ្ធញ្ចៈសម្ពយុត្តហ្នឹងមានប្រមាណឧទ្ធញ្ចៈសម្ពយុត្តហ្នឹងមាន1ដែរគឺនៅក្នុងមោហៈដួងទី2ណាដល់ពេលយើងនិយាយពីអសង្ខារិកសសង្ខារិកវិញអកុសលចិត្ត12មានអសង្ខារិកៈប៉ុន្មានសសង្ខារិកៈប៉ុន្មានអកុសលចិត្ត12មានអសង្ខារិកៈមាន5មែនទេញោមណា5ហ្នឹងនៅណាខ្លះគឺនៅក្នុងលោភៈហ្នឹង4ហើយនៅក្នុងទោសៈហ្នឹង1ទោសៈដួងទី1ហ្នឹងហ្នឹងអសង្ខារិកៈណាដល់ពេលសសង្ខារិកៈហ្នឹងមានប្រមាណសសង្ខារិកៈហ្នឹងគឺមាន5ដែរនៅក្នុងលោភៈនឹង4ទោសៈនឹង
ដែលពេលសង្ខារវិមុតសង្ខារិកវិមុតនឹងមានប្រមាណសង្ខារិកវិមុតគឺមាន2សង្ខារសង្ខារិកឬក៏សង្ខារិកវិមុតនឹងសង្ខារិកវិមុតនឹងគឺមានន័យថាចិត្តដែលរួចផុតអំពីអសង្ខារនិងសសង្ខារគឺមានមោហៈ2មោហៈមិនមែនជាអសង្ខារមិនមែនជាសសង្ខារទេគេហៅថាសង្ខារិកវិមុតបងសង្ខារិកវិមុតអញ្ចឹងអាត្មានឹងរំលឹកញាតិញោមទាំងអស់គ្នាម្ដងម្នាក់ណាម្ដងម្នាក់គឺសួរទាំងអស់គ្នាហ្នឹងបងអញ្ចឹងណាញោមទាំងអស់គ្នាដែលបានមេរៀនហើយញោមសូមអភ័យទោសហើយណាញោមហ្នឹងអាត្មាសួរញោមអ្នកអត់ទាន់បានអញ្ចឹងអាត្មាសួរនេះគឺសួរក្នុងន័យឲ្យសង្ខេបសារឡើងវិញនៅក្នុងអកុសលចិត្ត12នេះសង្ខេបបែបនេះណាចាំស្ដាប់គំរូគេសង្ខេបដែរអកុសលចិត្ត12វេទនាចែកមានវេទនា3គឺសុខគឺសោមនស្សវេទនាតោមនស្សវេទនាឧបេក្ខាវេទនាសង្ខេបបែបនេះក៏ល្អដែរណាញោមនេះសង្ខេបមួយប្រភេទទៀតគឺសង្ខេបបែបនេះសង្ខេបថាអកុសលចិត្ត12ចែកចេញជា3ក្រុមគឺលោភៈ8ទោសៈ2មោហៈ2អកុសលចិត្ត12មានវេទនា3គឺសោមនស្សវេទនាតោមនស្សវេទនាឧបេក្ខាវេទនាសោមនស្សវេទនាមាន4ណាគឺនៅក្នុងលោភៈ8តោមនស្សវេទនាមាន2គឺនៅក្នុងទោសៈមូលចិត្ត2ឧបេក្ខាវេទនាមាន6គឺនៅក្នុងលោភៈ8ហ្នឹងហើយមោហៈ2សំទោសនៅក្នុងលោភៈនឹង4មោហៈនឹង2ទាំងអស់6អញ្ចឹងញោមចូលរួមសង្ខេប